រៃបំពងកូនស្លឹកគ្រៃមានរសជាតិឆ្ងាញ់ណាស់បងប្អូនហើយនិយាយពីថារសជាតិវិញដាក់មកឲ្យអួយតែម្ដងមានបងប្អូនណាខ្លះដែលគាត់ពេញនិយមនៅក្នុងការចូលចិត្តញ៉ាំរៃណាបែរតែសម្រាប់តែអ្នកចេះទេបើសិនអ្នកអត់ចេះវិញគឺមិនសូវហ៊ាននៅក្នុងការទទួលទានទេប៉ុន្តែរសជាតិវិញគឺថាឆ្ងាញ់ហើយអ្វីដែលសំខាន់ណាហើយជាមួយនឹងប្រភេទរៃដែលគេហៅថារៃទឹកតសក់នេះនិយាយពីថាក្លិនមិនឡើងឈ្ងុយស្តៀងជាមួយនឹងចង្រិតជាមួយនឹងកណ្ដូបដែរណាបងប្អូនដែលធ្លាប់និយមនៅក្នុងការចូលចិត្តលក្ខណៈបំពងចេះណាគឺត្រូវតែម្ដងឥឡូវនេះគឺយើងចាប់ផ្ដើមចូលដល់វិធីធ្វើគឺយើងប្រើជាមួយនឹងគល់ស្លឹកគ្រៃមកល្មមគួរសមដែរព្រោះថាយើងរំលីងជាមួយនឹងគល់ស្លឹកគ្រៃនេះបង្កើននៅក្លិនឈ្ងុយបងប្អូនលួចនៅជាមួយនឹងស្លឹកក្រូចសើចបន្តិចមកដើម្បីបង្កើននៅក្លិនឈ្ងុយហើយអ្វីដែលសំខាន់ខែខ្ញុំបាទផ្ដល់ជូនជាមួយនឹងស្លឹកក្រូចសើចនោះបន្តិចទៀតព្រោះថាយើងត្រូវរំលីងវាឲ្យវាមកសពបសិនទៅចិត្តទៅយើងដាក់ស្លឹកក្រូចសើចមកវាឈ្ងុយបានយូរបងប្អូនហើយធ្វើអញ្ចឹងនិយាយពីថារសជាតិវិញត្រូវមែនតែនហើយបើសិនអ្នកដែលគាត់កំពុងតែគិតគូររឿងរបស់ខ្លែមនឹងត្រូវលេខ1តែម្ដងណាបើខ្លែមបានយូរអរគុណបាទនេះគឺជាប្រភេទរៃដែលយើងយកមកបំពងរំលីងជាមួយនឹងគល់ស្លឹកគ្រៃដើម្បីបង្កើននូវក្លិនឈ្ងុយទទួលបាននូវរសជាតិឆ្ងាញ់កាប់ផ្សំគ្រឿងតាមចំណង់ចំណូលចិត្តព្រោះថាគ្រឿងផ្សំអត់ពិបាកទេបាទដូចតែយើងរំលីងជាមួយនឹងប្រភេទចង្រិតឬកណ្ដូបដូចគ្នាអញ្ចឹងណាបងប្អូនបាទឃើញតែខាងខ្ញុំបាទបង្ហាញជូនប៉ុណ្ណេះបងប្អូនដឹងស្រាប់ហើយព្រោះថាបើយើងទិញនៅលើទីផ្សារគេបំពងគេប្រើខ្លាញ់ច្រើនតែសម្រាប់ខាងខ្ញុំបាទប្រើខ្លាញ់តែប៉ុណ្ណេះប៉ុន្តែបំពងយូរដើម្បីឲ្យវាឡើងក្លិនឈ្ងុយនិងលក្ខណៈស្រួយបន្តិចហើយប្រភេទរៃនេះនិយាយថាខ្ទិះតែម្ដងបងប្អូនគាត់តែឃើញនិយាយថាតំណងនេះសម្រាប់តែអ្នកចេះហើយមិនអ្នកអត់ចេះវិញគឺថាពិបាកនៅក្នុងការទទួលទានបន្តិចណាបាទហើយមួយវិញទៀតសោះខាងខ្ញុំបាទភ្លក់ទៅគេថារសជាតិវិញគឺថាឆ្ងាញ់ដែរបាទប៉ុន្តែបើសិនជាឲ្យប្រៀបធៀបជាមួយនឹងប្រភេទអំពៅព្រៃឬក៏ជាប្រភេទចង្រិតឬក៏កណ្ដូបណាបាទគឺចាញ់កណ្ដូបដាច់ហើយអរគុណប៉ុន្តែពពួកសាល្អិនចេះបងប្អូនប្រហែលជាអាចនឹងដឹងពីតិចនិចនៅក្នុងការទទួលទានព្រោះថាវាជាប្រភេទបាទបំពងរំលីងទៅវាលក្ខណៈឈ្ងុយអញ្ចឹងណាបាទពេញនិយមនៅក្នុងការទទួលទានសឹងក៏ថាគ្រប់គ្នាដែរហើយស្លឹកក្រូចនេះគឺយើងដាក់បង្កើននៅជាមួយនឹងក្លិននិងទទួលបាននៅជាមួយនឹងពេលដែលយើងទទួលទានទៅវាលក្ខណៈឈ្ងុយអញ្ចឹងណាបងប្អូនរំលីងមកតតែវាឡើងរៀងក្រៀមមកល្មមសំគួរលក្ខណៈមួយថាចាប់ផ្ដើមឡើងស្រួយបងប្អូនទើបយើងផ្សំគ្រឿងបានព្រោះតែពេលដែលយើងធ្វើដូច្នោះរៃរបស់យើងវាចូលជាបានល្អហើយស្រួយទៀតហើយបើសិនតែខាងបងប្អូនដែលគាត់ចូលចិត្តញ៉ាំលក្ខណៈមកល្មមសំគួរគឺយើងធ្វើទៅតាមចំណង់ចំណូលចិត្តណាតែសម្រាប់ខាងadmin សុំលក្ខណៈស្រួយបានឆ្ងាញ់ហើយធ្វើឲ្យបងប្អូនហើយអត់នៅយូរទេតែមួយផ្លែតហ្នឹងលេងបាត់ហើយព្រោះមានបងប្អូនយើងច្រើនណាស់ដែលគាត់ពេញចិត្តនៅជាមួយនឹងប្រភេទគ្រឿងខ្លែមមួយមុខនេះណាបើតែធ្វើឲ្យគឺអស់តែម្ដងមានបងប្អូនណាខ្លះដែលកំពុងតែនិយមនៅក្នុងការប្រសាក់លបងជាមួយនឹងរសជាតិហើយមានតិចនិចបែបម៉េចនៅក្នុងការចម្អិនអាចចូលរួមនៅក្នុងការ comment ពីវីដេអូរបស់ខាងខ្ញុំបាទផងហើយបើពេញចិត្តនៅវីដេអូរបស់ខាងខ្ញុំបាទជួយចុច subscribe ឬកណ្ដឹងហើយឬក៏ share ចែករំលែកទៅដល់ខាងបងប្អូនទស្សនាផងមើលតែប៉ុណ្ណេះមកល្មមសំគួរណាបងប្អូនយើងអាចផ្សំគ្រឿងបានហើយគ្រឿងផ្សំអត់ពិបាកទេបងប្អូនមានស្ករមានប៊ីចេងបាទមានជាមួយនឹងទឹកត្រីអំបិលម្ចាប់ទៅរួមជាមួយនឹងប្រភេទម្ទេសហុយបាទខាងខ្ញុំបាទប្រើម្ទេសហុយបើបងប្អូនយើងប្រើជាមួយនឹងម្ទេសស្រស់ក៏បានតាមចំណង់ចំណូលចិត្តបើសិនបងប្អូនយើងមានស្លឹកខ្ទឹមរោយពីលើទៀតរត់តែអែមតែសម្រាប់ admin ថ្ងៃនេះគឺយើងអត់ដាក់ទេបាទព្រោះថៃអត់បានទិញមកបងប្អូនមានប៉ុណ្ណាដាក់ប៉ុណ្្នឹងសិនដើម្បីបង្កើននៅរសជាតិក្លិនឈ្ងុយអញ្ចឹងណាហើយគ្រាន់តែដាក់ម្ទេសមកចង់ឆ្លក់បងប្អូនហើយឆ្លក់ 4-5 ប្រទេសតែក្លិនវិញឈ្ងុយនៅចេះដល់6ប្រទេសហ៎អរគុណនេះសម្រាប់អ្នកចេះណាបានគាត់ពេញចិត្តជាមួយនឹងប្រភេទរំលីងរៃជាមួយនឹងគល់ស្លឹកគ្រៃហ្នឹងណាបាទអញ្ចឹងរៃគល់ស្លឹកគ្រៃរំលីងតតែស្រួយស្រាប់អញ្ចឹងនិយាយពីថាឈ្ងុយខ្លាំងហើយរសជាតិវិញក៏ឆ្ងាញ់ដែរអ្នកដែលគាត់ចូលចិត្តខ្លែមនឹងលេខ1ហ្មងចំណូលចិត្តរបស់គាត់ហើយតែបើសិនជាធ្វើញ៉ាំលេងក៏បានដែរបាទព្រោះថាប្រភេទរៃនេះវាមិនខុសអីពីចង្រិតក៏ដូបទេបងប្អូនគាត់ថាវាចលាគ្នាអញ្ចឹងណាអ្នកដែលគាត់ចូលចិត្តរៃគឺញ៉ាំរៃអ្នកចូលចិត្តកដូបញ៉ាំកដូបអញ្ចឹងទៅបាទនិយាយទៅប្រទេសកម្ពុជាគឺសម្បូរតែម្ដងបាទអរគុណចឹងค่ะបងប្អូនដែលគាត់ចង់សាកល្បងពីតិចនិចនៅក្នុងការចម្អិនដោយដែលខាងខ្ញុំបាទអាចសាកល្បងបានព្រោះថាវិធីធ្វើខាងខ្ញុំបាទបង្ហាញជូនហើយតែបើសិនមានតិចនិចបែបផ្សេងទៀតចង់ដឹងថារសជាតិបែបម៉េចនៅក្នុងការធ្វើ
ធ្វើទៅលក្ខណៈមួយថាឆ្ងាញ់ជាងខាងខ្ញុំបាត់បរិយាយអញ្ចឹងណាបងប្អូនយើងអាចចូល comment បានព្រោះថាជាការចែករំលែកទេបងប្អូនតែបើសិនឲ្យយើងថាអូគ្រឿងផ្សំប៉ុណ្ណេះត្រូវរសជាតិតែម្ដងគឺអត់ត្រូវទេព្រោះថាមនុស្សយើងមាត់មួយរសជាតិមួយអញ្ចឹងគឺយើងត្រូវតែផ្សំគ្រឿងទៅតាមនៃចំណង់ចំណូលចិត្តបើសិនជាយើងផ្ទះរបស់យើងចូលចិត្តលក្ខណៈប្រៃមុតផ្អែមអញ្ចឹងគឺយើងដាក់បែបហ្នឹងបើយើងចូលលក្ខណៈចូលចិត្តលក្ខណៈបែបលក្ខណៈជាងសាបមកល្មមសំគួរឡែមតិចតិចគឺដាក់តាមចំណង់ចំណូលចិត្តអរគុណបាទថ្ងៃនេះមានតែប៉ុណ្្នេះទេហើយនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ